បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយនឹងក្រុមអ្នកវិនិយោគិនជប៉ុនរួចហើយនោះនៅថ្ងៃដដែលនេះផងដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញពិសាអាហារថ្ងៃត្រង់ការងារជាមួយនឹងលោកសាសាហ្គាវ៉ាប្រធាននិងក្រុមការងារនៃមូលនិធិជប៉ុន Nippon Foundation នៅភោជនីយដ្ឋានក្នុងសន្តាគារ New Otaniនៅក្នុងជំនួបនេះផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់មូលនិធិជប៉ុនដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជាសម្ដេចតេជោបានសំណូមពរឲ្យមូលនិធិជប៉ុនចូលរួមក្នុងការអភិវឌ្ឍនៅកម្ពុជាជាបន្តទៀតបន្ទាប់ពីពិសាអាហារថ្ងៃត្រង់ការងាររួចហើយនោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏បានអញ្ជើញចូលកល់ព្រះមហាក្សត្រជប៉ុន Naruhito នៅព្រះរាជដំណាក់របស់ព្រះអង្គក្នុងទីក្រុងតូក្យូប្រទេសជប៉ុននេះសម្ដេចតេជោបានថ្វាយនៅព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំពោះព្រះមហាក្សត្រ Naruhito នៅក្នុងឱកាសដែលសម្ដេចបានបំពេញទស្សនកិច្ចផ្លូវការនៅឯប្រទេសជប៉ុននេះការចូលបង្គំគាល់របស់សម្ដេចតេជោចំពោះព្រះមហាក្សត្រជប៉ុននៅពេលនេះគឺដើម្បីរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។